កាលពីខែកញ្ញាឆ្នាំ2024ខ្ញុំបានទៅលេងកីឡាដ្ឋានរបស់ក្លឹប Tottenham Hotspur កីឡាដ្ឋានរបស់ Spurs ហ្នឹងគឺពិតជាទំនើបទាន់សម័យខ្លាំងណាស់បើធៀបនឹងកីឡាដ្ឋានរបស់ក្លឹបធំផ្សេងទៀតដូចជា Man U, Man City, Liverpool មិនមែនអួតអីទេក៏ប៉ុន្តែដោយសារតែកីឡាដ្ឋានរបស់ Spurs បានធ្វើទំនើបកម្មមុនកីឡាដ្ឋានរបស់ក្លឹបទាំងនោះដោយ Spurs គឺបានចំណាយដល់ទៅជាង$1000 លាននៅក្នុងការសាងសង់មិនដឹងថា fan Spurs ផ្សេងទៀតមានអារម្មណ៍បែបណាទេតែសម្រាប់ខ្ញុំក្រោយពីបានទៅទស្សនកិច្ចនៅកីឡាដ្ឋានរបស់ Spurs ហើយខ្ញុំពិតជាមានអារម្មណ៍ថាបែរជាខកចិត្តទៅវិញខកចិត្តព្រោះថាក្លឹបមានកីឡាដ្ឋានទំនើបប្រកបដោយបរិក្ខារទាន់សម័យជាងគេក៏ប៉ុន្តែបែរជាពេលលេងម្ដងកីឡាករដូចជាគ្មានស្មារតីតែម្ដងប៉ុន្តែគឺពិតជាមានមោទនភាពដែល Spurs មានកីឡាដ្ឋានស្អាតម្លឹងណាហើយនិយាយមែនគឺចូលទៅវាដូចលក្ខណៈថាក្លិនថ្មីតែម្ដងណាក្លិនគឺឈ្ងុយហ្មងដោយសារតែទំនើបក៏ប៉ុន្តែបែរជាពេលកីឡាករលេងម្ដងលេងល្មិចទៅអញ្ចឹងវិញវាធ្វើឲ្យអន់ចិត្តហើយកាន់តែអន់ចិត្តទៀតនោះគឺថាពេលនេះគឺពេលដែល Spurs កំពុងតែតស៊ូកុំឲ្យធ្លាក់ទៅលេងនៅ Championship គឺអារម្មណ៍ហ្នឹងគឺកាន់តែខកចិត្តជាមួយក្លឹបនេះជាខ្លាំងព្រោះវាមិនស័ក្តិសមសោះតែម្ដងដែលមានឈ្មោះជាក្លឹបអ្នកមានមួយនឹងគេដែរក៏ប៉ុន្តែបែរជាធ្លាក់ដល់កម្រិតនេះចានេះគឺជាអារម្មណ៍ពិតរបស់ខ្ញុំហើយវីដេអូនេះគ្រាន់តែចង់និយាយតែប៉ុណ្្នឹងទេគឺតាំងពីទៅលេងនៅកីឡាដ្ឋានរបស់ Spurs ខកចិត្តរួចហើយដល់ពេលឃើញលទ្ធផលដូចរាល់ថ្ងៃនេះទៀតគឺថាថាំចិត្តមែនទែនឥឡូវនេះសឹងថាមិនហ៊ានចង់មើលទេការប្រកួតរបស់ Spurs ម្ដងព្រោះដូចជាការប្រកួតជាមួយនឹង Crystal Palace សប្បាយចិត្តបានប្រហែល5នាទីហើយប្រធានក្រុមបានកាត់ក្រហមអស់អារម្មណ៍ហ្មងខកចិត្តខ្លាំងហ្មងហើយនេះក៏ជាមូលហេតុមួយដែលខ្ញុំមិនចង់ទិញសំបុត្រចូលមើលការប្រកួតផ្ទាល់របស់ Spurs ទេប៉ុន្តែខ្ញុំទិញសំបុត្រចូលមើលកីឡាដ្ឋានព្រោះថាចូលមើលកីឡាដ្ឋានយើងត្រូវទិញសំបុត្រចូលមើលដែរហើយសំបុត្រចូលមើលក៏មិនមែនតម្លៃថោកទេណាតម្លៃក៏រៀងលើគេដែរបើធៀបទៅនឹងក្លឹបធំផ្សេងទៀតណាក៏ប៉ុន្តែដល់ពេលសមិទ្ធផលជាក់ស្ដែងទៅវាដូចរេរ៉ាក់ទៅវិញអញ្ចឹងអើយនឹងនិយាយថាមិនទេគឺអារម្មណ៍ពិតតែម្ដងស្រឡាញ់ក្លឹបក៏ប៉ុន្តែខកចិត្តមែន